សូមគោរពបងប្អូនយើងសូមគោរពលោកឡាយសំអូនលោកធានសហភាពសូមគោរពលោកឡាយប៉ាលីអនុធានសហភាពសូមគោរពលោកលីសុផានអនុធានសហភាពនិងលោកយលមានស្រន់ប្រធានលេខាឋាននិងគ្រូទេសនាមនៃព្រឹកនេះដែរថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានធ្វើជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកដឹកនាំសហជីពតាមផ្នែក Digital យ៉ាងនេះមិញលោកយលមានស្រន់បានលើកឡើងនៅក្នុងរបាយការណ៍ខ្លីមិញល្អមែនទែនយើងដឹងស្រាប់ហើយថាបច្ចុប្បន្ននេះគឺបច្ចេកវិទ្យា Digital AI គឺកំពុងតែវិវត្តខ្លាំងមែនទែនដូច្នេះហើយយើងគឺជាសហជីពទាំងអស់គ្នាគឺត្រូវតែវិវត្តខ្លួនតាមការវិវត្តរបស់បច្ចេកវិទ្យាពីព្រោះការវិវត្តតាមបច្ចេកវិទ្យានេះគឺវាមានលក្ខណៈសំខាន់ណាស់ដោយសារយ៉ាងម៉េច Digital ការប្រើប្រាស់បណ្ដាញសង្គមអ្វីផ្សេងទាំងអស់សុទ្ធតែអាចធ្វើឲ្យយើងការងាររបស់យើងត្រូវតែមានការអភិវឌ្ឍទៅកាន់តែល្អប្រសើរដោយសារតែគ្រប់តែលើបណ្ដាញសង្គមបើសិនជាយើងមិនបានស្វែងយល់ការងារនោះទេយើងប្រកាសជាដើរក្រោយគេហើយអញ្ចឹងបានជាថ្ងៃនេះសហភាពសហជីពសុភមង្គលកម្មករកម្ពុជារបស់យើងបានរៀបចំកម្មវិធីបណ្តុះបណ្ដាលនេះឡើងក្នុងគោលបំណងដើម្បីបណ្តុះបណ្ដាលទៅលើថ្នាក់ដឹកនាំសហព័ន្ធសហជីពដែលជាក្បាលម៉ាស៊ីនដ៏សំខាន់របស់សហជីពរបស់យើងដើម្បីឲ្យស្វែងយល់លើបណ្ដាការប្រើប្រាស់បណ្ដាញសង្គមការប្រើប្រាស់នៃបរិបទ AI ដើម្បីឲ្យដើរទាន់សម័យកាលពីព្រោះបើសិនជាយើងអ្នកដឹកនាំយើងអ្នកដឹកនាំរបស់សហព័ន្ធយើងមិនបានស្វែងយល់លើការងារដ៏សំខាន់នេះទេយើងមិនអាចចែករំលែកចំណេះដឹងដើម្បីផ្ដល់ជូនបងប្អូនអ្នកដឹកនាំមូលដ្ឋានយើងបានទេអញ្ចឹងចំណុចនេះគឺសង្ឃឹមថាបងប្អូនយើងដែលជាថ្នាក់ដឹកនាំសហព័ន្ធដែលមកចូលរួមថ្ងៃនេះនឹងព្យាយាមក្រេបយកចំណេះដឹងឲ្យបានផុសផុលដោយសារថាហើយក៏មានការចូលរួមចំណែកសួរនាំពីព្រោះបើសិនតែយើងអង្គុយតែស្ដាប់គឺវាមិនបានជាប្រយោជន៍អីច្រើនទេយើងអង្គុយស្ដាប់យើងបានដឹងតែយើងមិនហ៊ានសួរបែរន័យថាមិនហ៊ានសួរមិនដឹងថាចេះឬមិនចេះតែបើសិនជាយើងបានចូលរួមចំណែកសួរនាំឆ្ងល់កន្លែងណាយើងសួរកន្លែងហ្នឹងណាថ្ងៃនេះគឺវេទិការៀបអន្តរជាតិថ្ងៃនេះគឺគ្រូឧទ្ទិសនីមាន2គឺទី1លោកយុនមិនស្រន់គាត់បាននៅវគ្គព្រឹកនេះគឺលោកយុនមិនស្រន់តែម្ដងជាអ្នកបណ្ដុះបណ្ដាលផ្ទាល់ហើយពេលល្ងាចគឺលោកឡាយប៉ាលីដែលបានចូលរួមបណ្ដុះបណ្ដាលនៅពេលល្ងាចហើយវគ្គរបស់យើងគឺមាន2ថ្ងៃគឺក្នុងថ្ងៃនេះហើយនឹងថ្ងៃ28ហើយយើងមានការបើកវគ្គថ្ងៃនេះថ្ងៃ28យើងនឹងបិទហើយនឹងមានជាវិញ្ញាបានបាត់ជូតក្នុងវគ្គបណ្ដុះបណ្ដាលនេះទៅលើបេតាការចូលរួមរបស់បងប្អូនយើងតែគ្រាន់តែជាការលើកទឹកចិត្តក្នុងការផ្ដល់វិញ្ញាបានបាត់មិនមែនថាផ្ដល់ឲ្យយើងចេះទេអញ្ចឹងដល់តែយើងខំប្រឹងទាំងអស់គ្នាហើយក៏សូមអរគុណចំពោះខាងគណៈកម្មការរៀបចំផងដែរគណៈកម្មការរៀបចំនឹងរវល់មែនទែនមួយរយៈពេលនេះគឺគណៈកម្មការរៀបចំគឺសុទ្ធតែជាលេខាដ្ឋានរបស់សហភាពយើងតែម្ដងពួកគាត់យកចិត្តទុកដាក់ហើយខំប្រឹងមែនទែនដើម្បីរៀបចំវគ្គនេះឡើងត្រូវតែរៀបចំបងប្អូនមកចូលរួមមកដល់មានជាសម្ភារៈមានជាសភៅមានទាំងអីផ្សេងមានជាអាហារសម្រន់មានអីផ្សេងតែខាងលេខាដ្ឋានរបស់យើងខាងគណៈកម្មការរៀបចំរបស់យើងគាត់ត្រៀមមុនក្នុងរយៈពេលប្រហែលមួយអាទិត្យពីរអាទិត្យមុនដើម្បីគិតថាកុំឲ្យពេលដែលយើងចូលរួមវគ្គនៅក្នុងថ្ងៃនេះហើយយើងមានភាពខ្វះខាតអីអញ្ចឹងហើយសង្ឃឹមថាបងប្អូនយើងទាំងអស់គ្នាយើងព្យាយាមយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើការងារទាំងអស់ហ្នឹងហើយយើងដឹងស្រាប់ហើយបច្ចុប្បន្ននេះហេតុអីបានជាសហភាពយើងចាំបាច់ត្រូវតែរៀបចំវគ្គនេះថាបងប្អូនត្រូវស្វែងយល់ថា
បើសិនជាយើងមិនបានស្វែងយល់លើបើថាបណ្ដាញសង្គមមិនបានស្វែងយល់លើរបបរបស់បច្ចេកវិទ្យានេះទេ AI ឥឡូវគឺពិតជាអស្ចារ្យខ្លាំងមែនទែនពីមុនមកចង់ស្រាវជ្រាវធ្វើអីមួយបងប្អូនឃើញហើយថាត្រូវយើងអង្គុយស្រាវជ្រាវរាប់ថ្ងៃរាប់អាទិត្យរាប់ខែតែមករៀបចំជាអាចថាបានជា speech មួយឬមួយបានជាឯកសារអីមួយតែឥឡូវបងប្អូនចំណាយពេលតែ1នាទី2នាទីឲ្យតែបងប្អូនទៅសេតម្រូវការបងប្អូនដែលចង់បានឲ្យបានច្បាស់លាស់គឺ AI ជួយយើងបានគ្រប់ទាំងអស់អញ្ចឹងណាអានេះគឺជាចំណុចសំខាន់អញ្ចឹងហើយបានជាថ្ងៃនេះយើងបើកវគ្គបណ្ដុះបណ្ដាលមិនមែនជាតាមគ្រាន់តែធ្វើឲ្យល្អមើលទេគឺធ្វើដើម្បីឲ្យបងប្អូនយើងនឹងគឺស្រូបយកចំណេះដឹងនេះចែករំលែកជូនបងប្អូនយើងដាក់ដឹកនាំមូលដ្ឋានបន្តទៀតយើងដឹងថាវិវត្តរបស់ AI បច្ចុប្បន្នគឺដើរលឿនខ្លាំងណាស់តាមរយៈពេលខ្លីទេយើងមើលតែឡានទៅដឹងឥឡូវពីមុនយើងគិតថាឡានដល់តាមនុស្សបើកយើងមិនជឿទេថាឡានអត់មានមនុស្សបើកទៅឥឡូវនៅអាមេរិកនៅចិនព្រាតអញ្ចឹងអានេះហើយគឺតាមប្រហែលឆ្នាំចុងក្រោយយើងឃើញថាភាពវិវត្តនឹងច្រើនមែនទែនអញ្ចឹងសូមបងប្អូនយើងបើថាយើងត្រូវតែខំប្រឹងហើយយើងជាសហជីពបើសិនជាយើងស្វែងយល់នឹងបានច្រើនស្វែងយល់បានល្អប្រសើរយើងធ្វើអីក៏ស្រួលដែរយើងមើលទៅប្រព័ន្ធទំនាក់ទំនង Telegram របស់យើងស្រួលទេចង់អីទៅបី call ក៏បានចង់បាយយើងផ្ញើជាសំឡេងក៏បានយើងផ្ញើជាសារជាអក្សរក៏បានហើយបើសិនយើងអត់យល់ចំណុចហ្នឹងយើងចាំទៅសរសេរសម្បត្តិទេពីមុនមានតែ call ទេមិនអញ្ចឹង call តាមទូរស័ព្ទ call តាមទូរស័ព្ទជួនកាលនិយាយលេចអត់ដឹងថានិយាយពីអីផងតែបើយើងញ៉ាំ Telegram មួយថ្ងៃយើងញ៉ាំសំឡេងពី call សំឡេងក្នុងហ្នឹងយើងញ៉ាំអក្សរមានក្នុងហ្នឹងយើង call វីដេអូអាហ្នឹងយើង call វីដេអូលក្ខណៈមួយផ្សេងដើម្បីយើងមើលឃើញគ្នាកាយវិការអីបានហើយគឺថាបញ្ជាក់ថាបច្ចុប្បន្ននេះយើងបើសិនជាយើងមិនដើរទាន់ចំនួននេះទេយើងជាបើថាក្រុមការងារមួយតែវាវិវត្តទៅទៅជាខ្សោយនៅលើបញ្ហាហ្នឹងអញ្ចឹងបានជាវគ្គនេះខ្ញុំគិតថាការរៀបចំក្រុមរបស់យើងខ្ញុំថាអាចថាជាក្រុមដំបូងក្នុងនាមសហភាពបន្តបណ្ដាជូនដាក់ដឹកនាំសហព័ន្ធយើងហើយសហជីពមូលដ្ឋានក៏យើងនឹងធ្វើបន្តទៀតតែយើងនឹងស្រាប់ហើយគឺពេលដែលតម្រូវការរៀនវគ្គនេះគឺដូចមិញលោកឡៃបាលីបានលើកឡើងគឺមានតម្រូវការទៅទូរស័ព្ទ smartphone ឬមួយក៏ iPad ឬមួយក៏ tablet ឬមួយ computer បានអាចប្រើបានអត់អាចយក M.7 យកមកប្រើទេអានឹងបានពុកបច្ចេកវិទ្យាវាទាមទារសម្ភារៈដែលអាចប្រើប្រាស់បានដូចគ្នាអញ្ចឹងចំណុចនេះគឺបងប្អូនយើងខ្ញុំគិតថាសម័យនេះសឹងទាំងបងប្អូនកម្មករក៏ដែរគ្រប់ដៃសុទ្ធតែ smartphone ទាំងអស់ពីព្រោះ smartphone ឥឡូវមិនដូចពីមុនណាពីមុនថា M.7 ហ្មងក៏តម្លៃថ្លៃដែរពីមុនជាមួយចំនួន9ជាងនោះទូរស័ព្ទមួយសឹក1000ជាងសុទ្ធតែប៉ុណ្ណានៃនោះឥឡូវ smartphone តែមិនដល់$100ក៏ប្រើបានអញ្ចឹងណាអញ្ចឹងគឺបងប្អូនយើងសម័យនេះសូម្បីតែយើងមើលឃើញថាការវិវត្តទៅលើអញ្ចឹងហើយបងប្អូនយើងគ្រប់គ្នាសុទ្ធតែមានសម្ភារៈដែលល្អក្នុងការប្រើប្រាស់តែយើងមានរបស់ប្រើយើងទៅប្រើឲ្យអស់លទ្ធភាពណាកុំយកមកតែយកមកលេងហ្គេមយកមកគាត់តែ call គាត់ថាលេង Facebook ធម្មតាយើងធ្វើឲ្យមានប្រយោជន៍ច្រើនទៀតអញ្ចឹងណាព្រោះប្រព័ន្ធdigital វាមានច្រើនវាមិនមែនតែប្រហែលមុខហ្នឹងទេអញ្ចឹងយើងត្រូវស្វែងយល់លើហ្នឹងឲ្យបាននេះហើយវាអំដុំដែរយើងដឹងថាថ្ងៃនេះគឺចង់បរឹងទៅលើចំណេះដឹងជំនាញ digital របស់យើងដើម្បីឲ្យបើថាយើងចេះហើយយើងបានយល់ចំណេះដឹងតកតងនឹងប្រព័ន្ធ digital នេះអ្វីមួយទៀតលើកកម្ពស់លើបើថាឲ្យអង្គភាពរបស់យើងបើថាតែយើងបុគ្គលយើងជាអ្នកដឹកនាំយើងចេះហើយអង្គភាពរបស់យើងត្រូវរៀបចំអីក៏ដោយគឺតាមប្រព័ន្ធ digital បានច្រើនជាងតែយើងមកពីមុនមកយើងណូតដៃសូម្បីតែយើងកត់ត្រាយក៏ដោយយើងសរសេរកត់ទុកតែឥឡូវសូម្បីតែយើងនិយាយជាសំឡេងហ្នឹងគឺ AI បកប្រែយើងជាអក្សរបានមិនមែនបកប្រែសម្រាយជាអក្សរយើងឲ្យស្រាប់ទៀត
dương vậy chỉ bị sao máy quát bỏ chỉ bị sao chân bị sao bằng đêm sao dương ban là hai tiền dân biệt xong pe bị lia và dương ban trả chẳng hay ban chia bằng ôn dương tới cho tại riêng không vẽ đi dương đừng ai từ tu ban này ở đây đại lo đừng bật sao đừng tẹt tôn đừng khai riêng AI đi của nhung ban khơi nhung ban mưa bê riêng bỏ phải ly lực láng này tại còn tha bom ô như chắc ban không đợt na nhưng mà toàn tầng tại còn tha bê đến gọi lượng máu sau tại vẹn bòn thì phú quát gặp chi diêm này quát vô mau bằng hai bom ôn dưới vẹn đi quát con ấy rồi quát sao chiếu từ lưng nãy quát chi riêng sâu và to đi kia thì bố từ một trai chiến thì cứ thắc mây là thôi nhưng nó tại nhưng chi diêm mà to và tốt từ ai từ tu ban từ trong này tầng này o xa này vì bố nhưng cái tha sớm máy thì chỉ thó một nụ dưới đây ta bị vọt ở toàn tiệp cả còn đấy dương ở trong đây tha mình men group ở trai chia từng một chủng nôn đã non sạ chim sạ phía sạ quan sạ chim dương bán thì xây bắt tài chia ở trai chia men còn tay mình men ai mà chủng nôn đã non mà dương bán thì tay ở đây là sòng khăn nặng đặt non chứ che vô ở trai chia nữa phư màu pra bàn ố anh nâng tiêu chia nặng đặt non tay và cài mình dẫn nữa thì bố và cái trai chia tụi bay khăngอย่างណាគឺមនុស្សយើងជាអ្នកបង្កើតបច្ចេកទេសនេះឡើងមិនថាគាត់ស្វែងយល់បានច្រើនអញ្ចឹងយើងអ្នកដែលរៀនសូត្រពីបច្ចេកទេសនេះយើងក៏ត្រូវតែព្យាយាមចាប់ឲ្យបានស្រូបយកឲ្យជាប់ទៅលើចំណុចហ្នឹងហើយយើងយកចំណុចហ្នឹងមកប្រើប្រាស់ឲ្យមានប្រយោជន៍នៅថ្ងៃខាងមុខហើយនៅក្នុងអង្គភាពរបស់យើងហើយពេលយើងរៀនដាក់តងនឹង AI នេះយើងនឹងមានការគិតថ្មីដូចខ្ញុំទៅដំបូងហត់ខ្ញុំទៅចេះដំបូងខ្ញុំដាក់យករូបខ្ញុំមួយប្រពន្ធហើយយកមកដាក់ AI សុំឲ្យចេញជាអីមកសរសេរវឹបលោតមកផ្លោនេះអញ្ចឹងមិនថាអត់តែយើងចង់បានតម្រូវការអីយើងដាក់ឲ្យយើងសរសេរតម្រូវការយើងឲ្យបានពេញលេញទោះបីមិនបាន 100% គឺឲ្យយើងមើលថាហេតុអីបើសិនជាឲ្យយើងគិតណាធ្វើមិនបានទេតែដល់ពេល AI គាត់យើងនិយាយធ្វើទៅបានអានេះគឺជាអ្វីមួយដែលយើងឃើញចាក់ស្ដែងដែលយើងធ្វើឲ្យឃើញមុនវ៉ាលីបោះស្អីថាបទចម្រៀងមិនវ៉ាលីដាក់នេះណាគឺ AI ទាំងអស់ហ្នឹងហ្នឹងសិតតែជាការរៀបចំហើយនៅក្នុងវ៉ាលីបោះប្រហែលថ្ងៃមុននេះតាក់ទងនឹងក្នុង page របស់យើងតាក់ទង AI គឺធ្វើចេញពី AI ទាំងអស់ខ្ញុំសង្ឃឹមថាខ្ញុំសូមលើកទឹកចិត្តបងប្អូនយើងព្យាយាមការងារតាក់ទងនឹងការរៀនសូត្ររបស់យើងទាំងអស់នេះយើងព្យាយាមចូលរួមឲ្យបានផលក្នុងការសួរសំណួរទៅកាន់គ្រូឧទ្ទេសរបស់យើងតាក់ទងនឹងបញ្ហាដែលយើងអាចឆ្ងល់ពីព្រោះវគ្គនេះនិយាយទៅសុទ្ធតែវគ្គដែលសំខាន់ដំបូងផឹកនេះគឺដូចវគ្គតាក់ទងនឹងការប្រើ email បង្កើត email ផ្ញើ email ទទួល email ពីព្រោះឥឡូវយើងមើលជាពិសេសយើងដាក់ដឹកនាំសហព័ន្ធនេះហើយក្រសួងត្រូវការ email ណាមិនចឹងទៅយកទៅអីណា login ស្អីណាប្រព័ន្ធ system អីណានោះអញ្ចឹងយើងត្រូវតែបើយើងអត់យល់ចំណុចហ្នឹងយើងចាំពឹងរហូតមិនកើតទេអញ្ចឹងយើងត្រូវតែខ្លួនឯងត្រូវតែចេះណាតើតើវគ្គនេះវគ្គផឹកឡើងគឺបង្កើត email ហើយបង្កើត email ផ្ញើ email ទទួល email គឺលោកយើងនឹងស្រង់ដាក់ប្រទេសនាមទៅនឹងវគ្គនេះហើយវគ្គសំខាន់ណាហើយបានលោកយើងស្រង់ប្រទេសនាមមិនធម្មតាណាងាយទេមិនងាយហ្មងអញ្ចឹងណាអញ្ចឹងស្រោមយកឲ្យបានពេញលេញហើយរសៀលយើងមានពីរវគ្គគឺទី1របៀបប្រើប្រាស់ទៅលើបញ្ញាសិប្បនិម្មិត AI ហ្នឹងហើយលោក Live Valley ហើយម៉ោងទី2គឺអនុវត្តផ្ទាល់បើថាបរិញ្ញាទិស្ដីរបស់បងប្អូនយើងយល់ពីថាម៉េចដែលហៅថា AI នឹងហើយឲ្យបងប្អូនយើងនឹងអនុវត្តគ្រប់គ្នាហ្មងហ្នឹងទៀតគាត់មានរបៀបក្នុងការណែនាំបងប្អូនយើងឲ្យចេះធ្វើព្រោះលោក Live Valley តាក់ទងអាហ្នឹងគាត់ប្រកែហ្នឹងណាហើយតាក់ទងនឹងសហភាពយើងនឹងស្រាប់ហើយតាក់ទងនឹងឯកសារតាក់ទងអីហ្នឹងគឺសិតតែលោក Live Valley អ្នកដែលទទួលបន្ទុកភាគច្រើនជាមួយលោកយន្តមិនស្រន់នឹងសិតតែយកមកអស់ហើយនៅសហភាពយើងគ្រូធំតាក់ទងបច្ចេកវិទ្យាហ្នឹងអស់ហើយពីររូបហ្នឹងតពីររូបហ្នឹងឯងអញ្ចឹងយើងខកព្យាយាមស្រោបយកហ្នឹងឲ្យបានហើយយើងតែចាំថាការបណ្ដុះបណ្ដាលយើងនេះគឺយើងគិតថាដូចជាការវិនិយោគមួយអញ្ចឹងយើងវិនិយោគ
តាក់ទងនឹងការបណ្ដុះបណ្ដាលថ្ងៃនេះយើងនឹងទទួលបានភាពរីកចម្រើនចំពោះអ្នកដឹកនាំសហជីពរបស់យើងនឹងនៅថ្ងៃស្អែកថ្ងៃនេះយើងចេះហើយស្អែកយើងអាចយកប្រើបានអញ្ចឹងអានេះគឺជាចំណុចដែលសំខាន់យើងត្រូវតែអ្វីដែលនិយាយបែរថាបងប្អូនយើងត្រូវតែខំប្រឹងប្រែងក្នុងថ្ងៃនេះដើម្បីឲ្យថ្ងៃស្អែកបងប្អូនយើងកាន់តែល្អប្រសើរខ្ញុំពេលខ្លះនឹកឃើញថាពេលបងប្អូនយើងគិតថាយើងប៉ុណ្្នឹងគឺបានហើយចំពោះការគិតបងប្អូនមួយចំនួនកុំតែចំពោះពួកខ្ញុំនេះតែដឹកនាំដូចលោកឡាយសំអូនលោកឡាយបាលីលោកសុផានហើយលោកយុនវិនសននេះអត់ចង់ឲ្យបងប្អូនយើងបានតែប៉ុណ្្នឹងទេគឺចង់ឲ្យបងប្អូនយើងមានចំណេះដឹងកាន់តែល្អប្រសើរទៅមុខទៅលើការប្រើប្រាស់បច្ចេកវិទ្យាខ្ញុំក៏បានដឹងឲ្យបងប្អូនយើងមួយចំនួនក៏បានយល់ខ្លះហើយខ្ញុំក៏ធ្លាប់ឃើញបងប្អូនយើងចេះប្រើចេះកាត់តចេះអីមួយចំនួនធំហើយក៏ប៉ុន្តែគ្រាន់ថាមានបងប្អូនយើងមួយចំនួនក៏អត់តែធ្លាប់ដែរអញ្ចឹងយើងក្នុងឱកាសនេះយើងចង់ឲ្យបងប្អូនយើងបានមានចំណេះដឹងទាំងអស់គ្នាជាពិសេសបងប្អូនយើងក្មេងៗនោះស្ទើរតែបកែដែលអីគេយុវជនចំនួន Gen Z ស្ទើរបកែដល់ចូលចំនួន Gen Y នេះ Gen Y ទៅ Gen Y នៅគ្រាន់បើហើយដល់ចំនួន Gen X ហ្នឹងរៀងយ៉ាប់ហើយអញ្ចឹងណាអញ្ចឹងបានថាក្មេងចំនួន Gen Z គេបកែលើហ្នឹងអញ្ចឹងយើងកុំឲ្យយើង Gen Y កុំឲ្យអន់យើង Gen Z ពេកបានថាមកជុំនឹងអាចថាអាពីគេហៅអីគេមូលដ្ឋានហ្នឹងណាមូលដ្ឋាននៃ digital យើងក៏គួរតែស្វែងយល់ណាអានេះគឺជាចំណុចដែលខ្ញុំគិតថាអាចនឹងល្អប្រសើរហើយមួយទៀតតកតងនឹងចំណេះដឹងនេះឲ្យយើងដឹងថាដូចយើងជាអ្នកដឹកនាំសហជីពពាក្យថាអ្នកដឹកនាំសហជីពគឺយើងពឹងផ្អែកទៅថាសហជីពរឹងមាំដល់តែមានសមាជិកច្រើនមានគោលដៅច្រើនមានសមាជិកច្រើនក៏ប៉ុន្តែតកតងបច្ចេកវិទ្យាសហជីពរឹងមាំមិនត្រឹមតែមានតែសមាជិកច្រើនមានគោលដៅច្រើនទេត្រូវខ្លាំងលើបច្ចេកវិទ្យាផងដែរទើបជាការរឹងមាំពិតប្រាកដពីព្រោះយើងប្រហែលយើងច្រើនតែយើងមកឡើយសមាជិកយើង 100000 នាក់ហើយយើងអត់ចេះប្រើនេះអត់ទៅការតំណែងតំណងទេមានអីអូជិះឡានជិះម៉ូតូដើររកគ្នាចង់មានព័ត៌មានអីបន្ទាន់គ្រាន់តាក់ទងគ្នាចំណាយពេល 2-3 ម៉ោងហើយគេតា10 វិនាទីរួចទេយើងចាញ់លើចំណុចហ្នឹងអញ្ចឹងមានថាយើងសហជីពយើងរឹងមាំដល់តែយើងមានរួមទាំងគោលដៅយើងច្រើនសមាជិកយើងច្រើនអ្នកដឹកនាំរបស់យើងចេះបច្ចេកវិទ្យាគ្រប់គ្នានឹងបានសហជីពយើងរឹងមាំនេះអ្វីដែលសំខាន់ដែលយើងត្រូវតែព្យាយាមចាប់អារម្មណ៍ហើយនឹងស្រូបទៅយកចំណេះអ្វីដែលល្អប្រសើរដើម្បីដែលទុកទៅថ្ងៃខាងមុខរបស់យើងចុងក្រោយសូមផ្ដាំទៅលើបងប្អូនយើងក្នុងនាមយើងជាអ្នកដឹកនាំសហព័ន្ធសហជីពទាំងអស់គ្នាដែលនៅទីនេះដែលចូលរួមយើងតកតងនឹងបើសិនជាយើងរៀនទៅលើវគ្គបណ្ដុះបណ្ដាលនេះយើងអាចស្រូបយកចំណេះដឹងបានចេះប្រើទៅ AI ចេះអីហើយសូមយកទៅប្រើឲ្យចំគោលដៅប្រើឲ្យត្រូវកលៈទេសៈប្រើឲ្យមានប្រយោជន៍ណាហើយកុំយកអ្វីដែលយើងចេះហើយយកទៅប្រើអ្វីធ្វើឲ្យប៉ះពាល់ដល់សង្គមហើយធ្វើឲ្យមានបញ្ហាដល់អ្នកផ្សេងណាមួយទៀតតកតងនឹងការចែករំលែកព័ត៌មានផ្សេងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ពីព្រោះយើងដឹងហើយថាសម័យ AI នេះជាការផ្ដល់ចំណុចដែលល្អដល់បងប្អូនយើងអាចងាយក្នុងការប្រើប្រាស់ងាយស្រួលក្នុងការធ្វើការក៏ប៉ុន្តែក៏នាំបញ្ហាមកឲ្យដែរបើសិនជាយើងគ្រប់គ្រងឲ្យបានល្អអញ្ចឹងអ្វីដែលខ្ញុំសូមផ្ដាំសូមឲ្យបងប្អូនយើងគិតគូរឲ្យបានច្បាស់មុននឹង share មុននឹងចែករំលែកអ្វីដែលគេផ្ញើមកពីព្រោះឥឡូវ AI ច្រើនមែនទែនអញ្ចឹងយើងត្រូវមើលឲ្យបានច្បាស់សិនមុននឹង share អ្វីដែលមិនមានប្រយោជន៍ទេអ្វីទេគ្រាន់តែជាការលេងសើចអីមួយចំនួនជៀសវាងការ share ចំការវាមិនផ្ដល់ជាចំណុចដែលល្អប្រសើរហើយមួយទៀតតកតងនឹងបញ្ហាដែលផលប៉ះពាល់ដល់សង្គមជៀសវាងណាកុំឲ្យមានការបើថា share ចុះ share ឡើងឬមួយក៏យើង
sale មកយកមកបង្ហោះខ្លួនឯងអីហ្នឹងយើងត្រូវតែមុននឹងនេះគឺយើងត្រូវតែប្រយ័ត្នប្រយែងហើយយើងរួមគ្នាបើថាទប់ស្កាត់នៃព័ត៌មានคล้ายៗណាពីព្រោះយើងហ្នឹងយើងជាអ្នកដឹកនាំមួយការបង្ហោះឬមួយការចែកម្លែកការអីរបស់យើងក៏អាចឲ្យសមាជិករបស់យើងដាក់ដឹកនាំមូលដ្ឋានរបស់យើងសមាជិករបស់យើងគាត់ឃើញដែរអញ្ចឹងគាត់ទងថាគាត់ទាំងមេ share ហើយមេបង្ហោះហើយអញ្ចឹងធ្វើតាមយក share តាមអីហ្នឹងទៅជារឿងផលប៉ះពាល់ធំណាស់អញ្ចឹងអាហ្នឹងយើងសូមឲ្យបងប្អូនយើងចាប់អារម្មណ៍លើចំណុចនេះផងដែរពីព្រោះអានេះយើងថ្ងៃយើងរៀនពី AI អញ្ចឹងការប្រើ AI ត្រូវតែបាទថាមានក្រមសីលធម៌ក្នុងការប្រើมันអាចចេះធ្វើអ្វីដែលផ្ដាស់ទេអញ្ចឹងណាវាជាទីបញ្ចប់ខ្ញុំក៏សូមថ្លែងអរគុណដល់គណៈកម្មការរៀបចំគ្រូឧទ្ទេសហើយនិងបងប្អូនសិក្ខាកាមទាំងអស់ដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលថ្ងៃនេះហើយក៏សូមគោរពជូនពរបងប្អូនយើងអ្នកដឹកនាំជាគណៈអធិបតីហើយបងប្អូនសិក្ខាកាមទាំងអស់សូមមានសុខភាពល្អសុភមង្គលវិបុលភាពនិងជោគជ័យគ្រប់ភារកិច្ចហើយសូមប្រកាសបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពអ្នកដឹកនាំសហជីព Digital ចាប់ពីពេលតទៅ